នៅពេលដែលគ្រាយើងធ្វើការ login ចូលទៅកាន់ website ឬមួយក៏ application ណាមួយដោយប្រើប្រាស់ជាមួយនឹង Google account ឬមួយក៏ Facebook account នៅសប្តាហ៍ហ្នឹងគឺគ្រាយើងសិតតែបានប្រើជាមួយនឹង OAuth 2 ហើយ OAuth 2 នេះដែរគឺជា authorization framework មួយដែលវាអាចអនុញ្ញាតឲ្យ application អាចធ្វើការ access ជាមួយនឹង user data ឬមួយក៏ user information ហ្នឹង securely ដែលអត់ចាំបាច់ឲ្យ user ធ្វើការ input password ចូលទៅកាន់ website ឬក៏ application របស់គេមុនពេលដែល OAuth 2 ត្រូវបាន introduce ពេលដែលគ្រាយើងចង់ធ្វើការ login ឬក៏ bind account ពី social media យើងទៅកាន់ application ឬមួយក៏ website ណាមួយផ្សេងទៀតគឺគ្រាយើងត្រូវវាយ credential របស់យើងចូលហ្មងអញ្ចឹងដូចជា email និង password យើងដូច្នេះហើយជាមួយនឹង OAuth 2 គឺវានឹងអាចឲ្យគ្រាយើងធ្វើការ bind account យើងពី social media ទៅកាន់ website ឬមួយក៏ application ណាមួយផ្សេងទៀតដែលអត់ចាំបាច់ឲ្យយើងធ្វើការ input password យើងចូលទៀតទេជាមួយនឹង OAuth 2 គឺវានឹងផ្ដល់ឲ្យនៅសុវត្ថិភាពហើយជាមួយនឹងភាពងាយស្រួលដូចគ្នាដោយសារតែ user គាត់អាចធ្វើការប្រើប្រាស់តែ Google account មួយដើម្បីធ្វើការ login ទៅកាន់ multiple platform ហើយវាក៏មាន security ខ្ពស់ដែរដោយសារតែយើងអត់ចាំបាច់ត្រូវធ្វើការវាយបញ្ចូលនៅ password យើងចូលទៅកាន់ website ឬមួយក៏ platform ណាមួយទេអ្នកទាំងអស់គ្នាអាច join ជាមួយនឹង channel Telegram របស់ខ្ញុំបានដើម្បីទទួលបានការ update តាក់ទងពី technology ផ្សេងៗបើសិនជាអ្នកទាំងអស់គ្នាមានមតិក៏អាច comment នៅខាងក្រោមបាន So see you guys later